Welcome to Luxurian. ខ្ញុំចូលចិត្តខាង research ហើយខ្ញុំចិត្តធ្វើអីដែលថ្មីចិត្តស្វែងរកអីថ្មីហើយខ្ញុំចង់បង្ហាញពីអីដែលខ្ញុំបានគិតទៅចេញមកដោយការសរសេរកូដ technology របស់យើងគឺដើររហូតមួយចំនួនទៅមួយចំនួនគឺវាអភិវឌ្ឍរហូតវាអត់មានដូចជំនាញទូទៅ ដោយសារតែខ្ញុំចូលចិត្តខាង technology ខ្ញុំចូលចិត្តពួក digital ខ្ញុំចូលចិត្តធ្វើការនៅមុខ computer ចាប់អារម្មណ៍ទៅលើ software development ហ្នឹង ខ្ញុំចាប់អារម្មណ៍លើ UX UI ខ្ញុំស្រឡាញ់វាខ្ញុំចូលចិត្តធ្វើអីថ្មីហើយថា creative design លើ Canva លើ PowerPoint អី ពេលដែលចូលមកគឺខ្ញុំរៀង into the back end គិតថា bring concept ខ្លះថ្មីនៅស្រុកខ្មែរដូចមាន tool ហើយនឹងមួយទៀត website តែអត់ប្រើ code no coding website ដោយសារពេលច្រើនពេលដែលយើងនិយាយពី website និយាយពី coding គឺយើងនឹងស្លឹងទៅលើ code HTML CSS ដល់ពេលមកដល់នេះខ្ញុំឃើញ no coding website ក៏ខ្ញុំគិតថានឹងរៀង new សប្បាយចិត្តដែលបានមើលបងដែលគាត់រៀនអាហ្នឹងដូចជា full stack back end UX UI អញ្ចឹងបងហើយខ្ញុំក៏ចាប់អារម្មណ៍ទៅលើជំនាញដែលខ្ញុំបានក្រងទុកខ្ញុំចង់ទៅ back end តែខ្ញុំក៏ត្រូវសិក្សាស្វែងយល់ពី front end ដូចគ្នាខ្ញុំគិតថាក្រុមហ៊ុន Luxurian ហ្នឹងវាល្អអាច share experience ពីគាត់ដែលគាត់ធ្លាប់ធ្វើការមកកាន់សិស្សអញ្ចឹងហើយពេលដែលគាត់ធ្វើ website អញ្ចឹងគាត់ប្រាប់គេចេះហើយគាត់ send code ទៅឲ្យគេអញ្ចឹងដែរមកគាត់ថាវាល្អ ខ្ញុំមានអារម្មណ៍ថាខ្ញុំចូលចិត្តបរិយាកាសហ្នឹងច្រកខ្ញុំអីហ្នឹងគឺវាស៊ីជាមួយនឹងបរិយាកាសបែបហ្នឹងដោយសារតែខ្ញុំអាចនិយាយបានថាខ្ញុំគឺជា introvert ប៉ុន្តែក៏មិន introvert ពេកដែរខ្ញុំអាចធ្វើ communication មួយអ្នកជុំវិញខ្លួនបានហើយអីដែលខ្ញុំចង់ធ្វើហ្នឹងគឺបែបហ្នឹង សប្បាយចិត្តដោយសារបានឃើញនៅបរិបទក្នុងការធ្វើការងារនៅជាអ្នកដែលរៀនជំនាញហ្នឹងដំបូងខ្ញុំគិតថាយើងធ្វើការតកមួយម្នាក់ឯងយើងសេកូដសតអញ្ចឹងតែនៅនេះគឺយើងបែងចែកជា team យើងមានក្រុមយើងមានផ្នែក front end back end ហើយនៅក្នុងនេះគឺយើងបែងចែកអ្នកទៅសេភាសាអី website ខុសគ្នាផ្សេងទៀតអញ្ចឹងទៅវាគួរឲ្យចាប់អារម្មណ៍ ដូចថាពេលខ្ញុំស្ដាប់គាត់ present ទៅដូចថាវាល្អសម្រាប់ប្រទេសយើងដោយសារក្រុមហ៊ុនហ្នឹងជាក្រុមហ៊ុនរបស់បរទេសអញ្ចឹងគេយកមកអភិវឌ្ឍនៅប្រទេសយើងគឺវាល្អ មានពាក្យមួយទៅនិយាយទៅកាន់សិស្សដែលគាត់ចង់រៀន IT ប៉ុន្តែគាត់នៅតែគិតថា IT នឹងរៀនបានតែប្រហែលសិស្សរៀនអត់បានរៀង hard រៀងពិបាកអាចនឹងឈឺក្បាលឈឺសក់ឈឺអីចឹងហ៎បងចាតែកុំគិតចឹងយើងចង់រៀនអីយើងត្រូវធ្វើនឹងទៅយើងកុំគិតថាការងារនឹងត្រូវតែសម្រាប់ប្រុសការងារត្រូវតែសម្រាប់ស្រីយើងត្រូវថាបើយើងចង់ធ្វើអាហ្នឹងយើងធ្វើអាហ្នឹងទៅបើសិនជាគាត់ឆ្លាញ់នៅជំនាញហ្នឹងខ្ញុំចង់ឲ្យគាត់បែងយកវាឲ្យកាន់តែច្បាស់ហើយខិតខំប្រឹងប្រែងរៀនវាដើរតាម flow ដែលយើងគិតថាបើសិនជាយើងឆ្លាញ់ហើយយើងត្រូវតែយកមក មុននឹងចូលជំនាញហ្នឹងគឺត្រូវ research មើលច្បាស់កុំដូចខ្ញុំស្គាល់តែ IT ចឹងយើងត្រូវដៅថាយើងចង់រៀនខាងអី design programming ឬក៏ network អីចឹងយើងត្រូវយល់ដឹងពីជំនាញមួយៗហ្នឹងឲ្យច្បាស់សម្រាប់ខ្ញុំតោះគឺខ្ញុំចង់ផ្ដាំផ្ញើទៅបងឬក៏បងប្អូនជំនាន់ក្រោយថាជំនាញអីក៏វាពិបាកដែរអញ្ចឹងឲ្យតែយើងស្រឡាញ់ពិតប្រាកដយើងព្យាយាមអញ្ចឹងយើងកុំគិតថាជំនាញ IT នេះវាពិបាកញ៉ៃស្មុកអញ្ចឹងអីក្រោយវាក៏ពិបាកដែរអញ្ចឹងឲ្យតែយើងតស៊ូព្យាយាមណត់ពេលទៅមុខទៀតយើងនឹងជោគជ័យ